ចំពោះបងប្អូនដែលដាំដំណាំហើយមានសបកសុទ្ធទុកចោលដល់ដឹងតែធ្វើអីអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការកែច្នៃសបកសុទ្ធឲ្យក្លាយទៅជាជីមានប្រយោជន៍សម្រាប់ស្រោចលើដំណាំបន្លែឬក៏ដំណាំឈើហូបផ្លែរបស់យើងបានសម្រាប់ការធ្វើជីមួយប្រភេទនេះគឺងាយស្រួលមែនទែនយើងគ្រាន់តែមានគ្រឿងផ្សំចំនួន3ប្រភេទបូកបញ្ចូលគ្នាគឺយើងអាចធ្វើជីដែលមានប្រសិទ្ធភាពបានហើយសម្រាប់គ្រឿងផ្សំទី1គឺយើងត្រូវមានសបកសុទ្ធហើយទី2គឺមានស្កររងូឬក៏កាកស្ករចំពោះគ្រឿងផ្សំទី3នោះគឺទឹកលាងអង្ករអញ្ចឹងសម្រាប់សម្បកសុទ្ធយើងអាចប្រើសម្បកសុទ្ធមុនក៏បានសុទ្ធទាក៏បានជាដំបូងយើងត្រូវធ្វើការលាងទឹកឲ្យស្អាតហើយដាក់ហាលថ្ងៃចំនួន2ទៅ3ថ្ងៃឲ្យស្រួយនិងស្ងួតល្អបន្ទាប់មកទៀតគឺយើងធ្វើការបុកឬក៏កិនឲ្យម៉ត់ណាចំពោះទឹកអង្ករមានន័យថាទឹកដែលយើងលាងអង្ករអញ្ចឹងយើងធ្វើការសម្រិតយកតែទឹកមកដើម្បីធ្វើជីរបស់យើងហើយចំពោះស្ករគឺយើងធ្វើស្កររងូប៉ុន្តែបើសិនជាអត់មានស្កររងូយើងអាចប្រើស្ករត្នោតក៏បានឬក៏ស្ករអំពៅក៏បានដែរចូលដល់របៀបធ្វើជាទូទៅសម្រាប់ទឹកអង្ករចំណុះ1លីត្រកន្លះគឺយើងប្រើសម្បកសុទ្ធរបស់យើងចំនួន1ស្លាបព្រាបាយដាក់លាយជាមួយនឹងស្កររងូចំនួន5ស្លាបព្រាបាយហើយបន្ទាប់មកទៀតគឺយើងធ្វើការកឡុកឲ្យល្បាយទាំង3នឹងស្មើសាច់ល្អបន្ទាប់មកទៀតគឺដាក់នៅទីកន្លែងដែលម្លប់រយៈពេល2សប្តាហ៍គឺយើងអាចយកទឹកជីនឹងមកប្រើប្រាស់បានសម្រាប់ការប្រើប្រាស់គឺយើងប្រើទឹកជីចំនួន2ស្លាបព្រាបាយដាក់លាយជាមួយនឹងទឹក20លីត្រស្រោចទៅលើដំណាំរបស់យើងសម្រាប់អត្ថប្រយោជន៍នៃទឹកជីមួយប្រភេទនេះគឺវាជួយឲ្យដំណាំរបស់យើងដុះលូតលាស់បានល្អហើយជួយជំរុញការចេញផ្កានិងផ្លែនិងជួយឲ្យផ្កានិងផ្លែនឹងគឺកាន់បានល្អ